សួរបងប្អូនទាំងអស់គ្នានឹងថ្ងៃអ្នកគ្នាថ្ងៃនេះគឺខ្ញុំនឹងធ្វើដំណើរទៅលេងខេត្តសៀមរាបអ្នកគ្នាចាំមើល vlog ខ្ញុំទាំងអស់គ្នាណាយ៉ាហើយយើងកំពុងតែដើរទៅកន្លែងឡានក្រុងជាមួយនឹងបងប្អូនច្រកមួយរបស់ខ្ញុំណាចាឥឡូវនេះកាន់មកដល់លើឡានក្រុងវិញឥឡូវនេះយើងមកដល់លើឡានក្រុងហើយយើងត្រូវធ្វើដំណើរទៅនេះគឺជាបងប្អូនរបស់ខ្ញុំហើយខ្ញុំហើយនឹងបងរបស់ខ្ញុំអញ្ចឹងណាយ៉ាឥឡូវសមើលការធ្វើដំណើរទាំងអស់គ្នាចាទៅនៅក្នុងឡានក្រុងហ្នឹងគឺស្ងប់ស្ងាត់ល្អខ្លាំងមែនតើអ្នកគ្នាចាធ្វើស្ទើរ12ហើយឥឡូវនេះគឺខ្ញុំត្រូវចូលគេងណាអ្នកគ្នាចាឥឡូវនេះគឺងើបមកព្រឹកតែម្ដងអ្នកគ្នាឥឡូវនេះគឺបានមកដល់សៀមរាបហើយអ្នកគ្នាមកមុខឡើងហើមខ្លាំងមែនតើអ្នកគ្នាអើយហើយយ៉ាឥឡូវនេះគឺខ្ញុំមកដល់សៀមរាបហើយខ្ញុំត្រូវជិះរ៉ឺម៉កមើលដើម្បីទៅកន្លែងគេងអូតារបស់យើងអញ្ចឹងអ្នកគ្នានេះពីទៅគឺផ្លូវគឺឡើងស្ងាត់តែមែនតើអ្នកគ្នាទៅតែម៉ោង5ទេប៉ុន្តែមេឡើងភ្លឺហ្មងណាយ៉ាឥឡូវនេះគឺយើងបានមកដល់អូតាកន្លែងយើងគេងហើយអ្នកគ្នាមើលទស្សនវិជ្ជាខាងក្នុងដើរតាមផ្លូវគឺស្រស់ស្អាតខ្លាំងមែនតើអ្នកគ្នានេះខ្ញុំកំពុងតែដើរទៅដើម្បី check in ចូលតាអញ្ចឹងអ្នកគ្នាយ៉ាយើងអង្គុយរងចាំ check in ចានេះគឺជាកន្លែងញ៉ាំអាហារពេលព្រឹករបស់យើងហើយនៅក្នុងអូតាណាំតាមម្ដងអ្នកគ្នានេះស្អាតខ្លាំងមែនតើទៅបែបបុរាណចាហើយនេះគឺខ្ញុំនិយាយទៅគឺមុខឡើងហើហ្មងណាហើយកន្លែងនេះគឺជាអាងទឹកនៅខាងក្នុងអូតាហ្នឹងអ្នកគ្នាយ៉ានេះគឺជា breakfast របស់ខ្ញុំហើយបងប្អូនជីដូនមួយខ្ញុំយ៉ាឥឡូវនេះគឺយើងនឹងញ៉ាំទាំងអស់គ្នាចាអ្នកទាំងអស់គ្នាបន្ទាប់ពីញ៉ាំអាហារហើយយើងត្រូវទៅដើរលេងម្ដងចានេះគឺយើងជិះកង់3ដើម្បីទៅប្រាសាទអង្គរវត្តអ្នកទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាតាមដងផ្លូវដែលយើងជិះទៅចាហើយសក់ខ្ញុំគឺពិតជារញ៉េរញ៉ៃខ្លាំងមែនតើអ្នកទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានមកដល់ប្រាសាទអង្គរវត្តហើយនេះគឺជាតាមដងផ្លូវដែលយើងត្រូវដើរទៅអញ្ចឹងមុននេះយើងដើរទៅយើងត្រូវឡើងចដាហ្នឹងដើម្បីឡើងទៅខាងធំហ្នឹងរហូតហើយនេះគឺជាតាមដងផ្លូវដែលយើងដើរទៅប្រាសាទអង្គរវត្តយីទៅគឺបៃតងខៀវស្រងាត់ខ្លាំងមែនតើយីទៅស្រស់ស្អាតខ្លាំងណាស់នៅឯនោះគ្នាឥឡូវនេះគឺយើងបានមកដល់ក្នុងប្រាសាទហើយនេះគឺតាមជញ្ជាំងប្រាសាទអង្គរវត្តគឺមានរូបចម្លាក់ជាច្រើនអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំមើលយល់ទេអ្នកទាំងអស់គ្នាប៉ុន្តែគេមានសម្រាប់អានឲ្យយើងអានដែរនេះនេះបានមកដល់ខាងក្នុងប្រាសាទហើយអ្នកគ្នាទៅគឺពិតជាស្រស់ស្អាតខ្លាំងមែនតើចាហើយនេះគឺខ្ញុំកំពុងតែឡើងទៅខាងលើប្រាសាទវិញណាមិញហ្នឹងគឺខ្ញុំនៅខាងក្រោមឥឡូវយើងឡើងទៅលើវិញចានេះអ្នកគ្នាពិតជាធំខ្លាំងមែនតើហ្មងណាចាហើយឥឡូវនេះគឺខ្ញុំកំពុងតែធ្វើដំណើរទៅវិញយើងបន្ទាប់ពីយើងបានមើលហើយ
ចាហើយនេះគឺយើងដើរទៅគឺឆ្ងាយខ្លាំងមែនតើចាហើយនេះអ្នកគ្នាមើលខ្ញុំនិយាយទៅគឺដើរឡើងបែកញើសខ្លាំងមែនតើហ្មងសំខាន់នៅឆ្លៀតធ្វើ style បានទៀតចាយទៅគឺហត់ខ្លាំងមែនតើហើយនេះយើងបានមកដល់លើកង់3ហើយក៏បានផឹកទឹកអំពៅគឺស្រស់ស្រាយខ្លាំងមែនតើចានេះគឺតាមផ្លូវយើងធ្វើដំណើរទៅតែវិញនិយាយទៅគឺខ្ញុំអត់ស្គាល់ផ្លូវហ្នឹងទេហើយឡើយនេះគឺបានមកដល់ក្នុងបន្ទប់គេងនៅក្នុងអូតាអ្នកគ្នានិយាយទៅលឹងហិតចានិយាយទៅបន្ទប់គឺស្រស់ស្អាតខ្លាំងមែនតើមានបន្ទប់នៅខាងក្នុងមួយនៅខាងក្រៅមួយនេះអ្នកគ្នា2ក្រែ3ក្រែទាំងនៅខាងក្នុងនេះនិយាយទៅគឺស្អាតខ្លាំងមែនតើចាហើយនេះគឺខ្ញុំកំពុងតែធ្វើដំណើរទៅរកអាហារញ៉ាំពេលល្ងាចចាឥឡូវនេះគឺខ្ញុំបានមកដាក់កន្លែងញ៉ាំអីហើយនិយាយទៅគឺឈ្មោះរបស់គេមាលាហើយរបស់ Temple Group អ្នកគ្នាចាហើយនេះគឺជាទស្សនវិជ្ជានៅខាងក្នុងកន្លែង restaurant គេហ្នឹងនិយាយទៅគឺស្អាតបែបធម្មជាតិនិយាយទៅគឺស្អាតខ្លាំងមែនតើខ្ញុំចូលចិត្ត view បែបហ្នឹងខ្លាំងណាស់ហើយនេះគឺជាអាហារដែលខ្ញុំបានកំងមានដូចជាមាន់ហើយនឹងត្រីអាំងនិយាយទៅសុទ្ធតែឆ្ងាញ់ទាំងអស់ខ្លាំងមែនតើបន្ទាប់ពីញ៉ាំអាហាររួចគឺខ្ញុំត្រូវធ្វើដំណើរទៅកន្លែងអូតាយើងគេងវិញចាហើយខ្ញុំកំពុងតែដើរនេះគឺម៉ោង11យប់ហើយអ្នកទាំងអស់គ្នាគឺអាហារពេលយប់តែម្ដងមិនមែនអាហារពេលល្ងាចទេព្រោះហើយយប់ថ្ងៃមិញគឺយើងដើរប្រសានក៏វត្តហាត់ពេលក៏អ្នកទាំងអស់គ្នាហើយមកដល់អូតាគេងឡើងឈុលមកឡើងដល់មក10ហើយបានហៅអីញ៉ាំពេលយប់ចាហើយកំពុងតែដើរនេះគឺភ្លើងផ្ទះត1 2 3អីទេដែលភ្លឺក៏និយាយទៅខែពីហ្នឹងគឺល្ងិតអស់ហើយពួកអីយប់ហើយហ្នឹងហើយខ្ញុំកំពុងដើរនៅក្នុងភពយ៉ាឥឡូវនេះគឺយើងបានមកដល់អូតាយើងវិញហើយដើរហ្នឹងគឺពិតជាហត់ដែរអ្នកគ្នារៀងឆ្ងាយដែរដល់ឥឡូវនេះគឺខ្ញុំរៀបនឹងចូលគេងពេលយប់ហើយម៉ោង 2:10 ហើយនេះអ្នកគ្នារៀបចូលគេងហើយយ៉ាអ្នកគ្នាឥឡូវនេះគឺខ្ញុំចូលគេងហើយណាស់អ្នកគ្នា good night bye bye អ្នកទាំងអស់គ្នា see you next part